បាតកម្មជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិមានទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិបាទមានទាំង ICC មានទាំង ICJ ឥឡូវនេះពាក្យ ICC និង ICJ នេះស្ទើរតែប្រជាប្រដ្ឋខ្មែររត់មាត់ហើយវាជាពាក្យអក្សរកាត់សម្រាប់ហៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិហើយឥឡូវសូម្បីតែ PPA ដែលជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលមកពីពាក្យពេញថា Paris Peace Agreement ឬក៏ Paris Peace Accord អីហ្នឹងទៅជារត់មាត់ថាចាំថា PPA រឿង3ដែលប្រជាប្រដ្ឋខ្មែរទំទិញហើយចាំមាត់ជាងគេហ្នឹងគឺរត់មាត់ជាងគេហ្នឹងគឺ ICC ICJ PPA បាទតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC តុលាការយុត្តិធម៌អន្តរជាតិ ICJ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី PPA បាទឥឡូវនេះគឺបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរមួយចំនួនដែលមានការផ្ដួចផ្ដើមចូលរួមពីមន្ត្រីគណៈបកថារដ្ឋាភិបាលក្រៅប្រទេសផងហើយក៏មានវត្តមានលោកសំរងស៊ីមានវត្តមានលោកអ៊ុំសំអានមានវត្តមានលោកម៉ែនស្ថាវរិនមានវត្តមានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសមួយចំនួនទៀតបានចូលរួមនៅក្នុងពិធីនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាជាមួយនឹងបងប្អូនសហគមន៍ខ្មែរមួយចំនួននៅទីក្រុងឡុងបិចហើយនឹងបងប្អូនមានតាំងពីទីក្រុងក្បែរហ្នឹងរហូតដល់ជិះឡានរាប់ម៉ោងឯណោះពី San Diego មកចូលរួមដែរហើយក៏បានធ្វើពិធីដំបូងឡើយនៅឯវត្តកម្ពុជាក្រោមនៅក្នុងតំបន់ទីប្រជុំជននៃភូមិខ្មែរនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាយើងនេះពិធីជួបសំណេះសំណាលរវាងមន្ត្រីថ្នាក់ដឹកនាំរដ្ឋាភិបាលក្រៅប្រទេសនៅឯវត្តខ្មែរកម្ពុជាក្រោមនោះគឺរួមនឹងពិធីគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនយោធិនកម្ពុជាដែលពលីនៅក្នុងសមរភូមិដើម្បីការពារដែនអធិបតេយ្យកម្ពុជាផងហើយក៏រៀបចំជាពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរៃអង្គាសថវិកាមួយចំនួនដើម្បីទៅជួយដល់អ្នកខ្វះខាតនៅជួរមុខរួមទាំងជនភៀសសឹកនឹងផងហើយបន្ទាប់ទៀតទៅពួកគាត់ក៏បានដង្ហែក្បួនទៅកាន់តាមដងផ្លូវអាណាហែមដែលជាផ្លូវមានប្រជាប្រិយសម្រាប់ក្រុងខ្មែរនៅឯទីក្រុងឡុងបិចហ្នឹងហើយទៅតវ៉ានៅមុខបណ្ណាល័យសំទោសមុខឧទ្យានមួយដែលជាឧទ្យានដែលពួកគាត់តែងតែក្រុមអ្នកតវ៉ាតែងតែយកជាទីតាំងសម្រាប់តវ៉ានោះគឺឧទ្យាន Makasa Park ដែលជាទីប្រជុំជនមួយនៅក្នុងតំបន់ទីក្រុងឡុងបិចហ្នឹងហើយនៅក្នុងការតវ៉ាហ្នឹងក៏ពួកគាត់បានមានសារយ៉ាងសំខាន់ទី1គឺតកតងនឹងតវ៉ាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយនឹងប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី PPA ផងដើម្បីធ្វើយ៉ាងម៉េចទាមទារឲ្យថៃទទួលខុសត្រូវចំពោះការរំលោភបំពានឈ្លានពានដែនអធិបតេយ្យកម្ពុជាហើយសងសំណងខូចខាតសពបែបយ៉ាងដែលថៃបង្កជាភេសនកម្មនិងផលរងគ្រោះឬក៏ខូចខាតដល់ប្រទេសមួយនេះជាពិសេសគឺទាមទារឲ្យថៃខ្ជាក់ដីទាំងបើខាងក្រមរដ្ឋាភិបាលក្រៅប្រទេសនេះអះអាងថាមានដល់ទៅ35ទីតាំងឯណោះដែលទាហានថៃវាយរំលោភឈ្លានពានដណ្ដើមបានពីខាងភាគីកម្ពុជាបើទោះបីជារដ្ឋាភិបាលកម្ពុជាអះអាងថាមានតែតំបន់14ទីតាំងតែប៉ុណ្ណោះដែលត្រូវបានខាងទាហានថៃវាយឈរជើងបានយ៉ាងរឹងមាំនោះតែយ៉ាងណាក៏ដោយមិនថា14កន្លែងមិនថា28កន្លែងមិនថា34 35កន្លែងទេគឺសូម្បីតែ1មីលីម៉ែត្រណាក៏ជាចំណែកនៃដីដែនអធិបតេយ្យរបស់កម្ពុជាដែលថៃមិនអាចឈ្លានពានកម្ពុជាបានទេថៃឈ្លានពានកម្ពុជានេះចូលដល់ដំណាក់កាលមួយថាជាក្រុមបងធំគឺចាប់រំលោភកម្ពុជាហើយខ្ទប់មាត់បិទចិត្តឈឹងមិនឲ្យស្រែករកគេជួយទៀតហើយសូម្បីតែថាជាអំពើរំលោភហ្នឹងក៏ថាអត់បានដែរដូច្នេះថៃដល់ដំណាក់កាលមួយនៅក្នុងការគំរាមកំហែងមិនឲ្យកម្ពុជាដែលជាជនរងគ្រោះហ្នឹងហ៊ានស្រែកថាខ្លួនឯងជាជនរងគ្រោះហើយចោទថៃថាជាអ្នករំលោភបំពានហ្នឹងក៏ថៃអត់ព្រមដែរគឺចង់ឲ្យនិយាយថាយ៉ាងម៉េច
ថាថៃចូលមកចាប់ដៃកសាងសន្តិភាពជាមួយកម្ពុជាតាមរយៈកម្លាំងប្រដាប់អាវុធឬក៏ថាយ៉ាងម៉េចវាអត់មានពាក្យអីដើម្បីនឹងពណ៌នារៀបរាប់ឲ្យត្រូវនឹងអ្វីដែលជាទង្វើរបស់ថៃសោះព្រោះវចនានុក្រមនៅក្នុងកម្រិតច្បាប់ណាវចនានុក្រមដែលសាមញ្ញបែបណាក៏គេអត់អាចមើលពាក្យហ្នឹងឃើញខុសដែរណាអាហ្នឹងវាដូចគ្នានឹងអ្វីដែលកម្ពុជាធ្វើសម្រាប់ប្រជាប្រដ្ឋខ្មែរក្នុងដែលធ្វើទុកបុកម្នេញគណៈបកសង្គ្រោះជាតិឬសកម្មជនយើងដែរនិយាយទៅគឺចំពោះរដ្ឋាភិបាលកម្ពុជាគឺអាការតតាំងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានិងគណៈបកកណ្ដាលអំណាចគឺទង្វើណាក៏ទង្វើញុះញង់ដែរគឺវចនានុក្រមណាក៏បើកមកចេញតែញុះញង់ទាំងមេធាវីទាំងអ្នកនាំពាក្យរដ្ឋាភិបាលទាំងមន្ត្រីសារព័ត៌មានទាំងអីឲ្យតែគ្រប់គ្រងរដ្ឋាភិបាលគឺមានតែពាក្យមួយម៉ាត់គត់គឺញុះញង់បកស្រាយយ៉ាងម៉េចពន្យល់យ៉ាងម៉េចអំពីថាការធ្វើការតវ៉ាដោយសន្តិវិធីក៏នៅតែញុះញង់បង្កឲ្យមានអសន្តិសុខសង្គមប៉ះពាល់ដល់សន្តិភាពធ្នាប់សាធារណៈលក្ខនឹងលក្ខចាប់ដាក់គុកឥឡូវថៃដូចគ្នាពាក្យគាត់មានតែមួយម៉ាត់គត់គឺគាត់ការពារខ្លួនតបតទៅនឹងភាពស្រមោចក្នុងខោរបស់រដ្ឋាភិបាលឬក៏ទាហានកម្ពុជាដើម្បីការពារដែនអធិបតេយ្យរបស់ថៃដណ្ដើមយកដីដែលថៃគិតថាកម្ពុជាធ្លាប់ដណ្ដើមគ្រប់គ្រងរបស់ដីថៃនឹងរាប់សិបឆ្នាំមកហើយតែប៉ុណ្្នឹងឯងអញ្ចឹងភាសារបស់គេគឺគេអញ្ចឹងគេអត់ខ្វល់យើងនិយាយអីនិយាយឥឡូវមករករឿងយើងពីរឿងថាអត់ឲ្យនិយាយពាក្យថាថៃឈ្លានពានដូចគ្នាជាមួយនឹងសកម្មជននៅស្រុកខ្មែរដែរអត់ឲ្យប្រើពាក្យថាតុលាការអយុត្តិធម៌ដែលប្រើយកច្បាប់យកមកទាញឲ្យយឺតដូចកស៊ូញុះញង់គ្រប់រឿងអីណាអ្នកណានិយាយបែបហ្នឹងថាប៉ះពាល់ដល់ប្រព័ន្ធតុលាការធ្វើឲ្យមើងងាយស្ថាប័នតុលាការចាប់ដាក់គុកទៀតឥឡូវដូចគ្នាអញ្ចឹងហើយឈឺចាប់ឯងបងប្អូនបើយើងគិតរឿងហ្នឹងយើងឈឺចាប់ក្នុងនាមជាខ្មែរយើងឈឺចាប់នៅពេលដែលថៃឈ្លានពានយើងអត់មានអ្នកណាម្នាក់ថ្កោលទោសសោះប្រជាពលរដ្ឋនៅលើពិភពលោកទាំងអស់អង្គការសង្គមស៊ីវិលអង្គការផ្នែកច្បាប់អង្គការសិទ្ធិមនុស្សអង្គការមនុស្សធម៌រដ្ឋាភិបាលក្រៅប្រទេសអត់មានអ្នកណាថ្កោលទោសថៃសូម្បីតែមួយអង្គការមានតែចាក់ខ្សែទាំងអស់គ្នានឹងផ្សះផ្សាបង្រួបបង្រួមផ្សះផ្សាទៅបង្រួបបង្រួមផ្សះផ្សាជាមួយនឹងអ្នកដែលបំពេញឈ្លានពានរំលោភបំពេញយើងយ៉ាងម៉េចទៅកើតទៅដូច្នេះហើយបានជារដ្ឋាភិបាលកម្ពុជាថ្មីនេះលោកហ៊ុនម៉ាណែតក៏នៅតែចេញសារនៅក្នុងសន្ទរកថាពិសេសរបស់លោកម្សិលមិញនេះក៏នៅតែប្រាប់ប្រជាពលរដ្ឋថារដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលគឺអត់ធ្មត់ស្រឡាញ់សន្តិភាពជាងការឆ្លោះគ្នាចំនួនប្រដាប់អាវុធហើយនឹងដោះស្រាយបញ្ហាតាមសន្តិវិធីនិងផ្លូវយកច្បាប់អន្តរជាតិឬក៏ការទូតនឹងជាគោលអញ្ចឹងទៅក៏ប៉ុន្តែអត់មានបណ្ដឹងអីសូម្បីតែមួយនៅឡើយទេទៅដល់តុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិដែលជាយន្តការច្បាប់អន្តរជាតិដែលកម្ពុជាអះអាងថានឹងធ្វើហើយមិនត្រឹមតែប៉ុណ្្នឹងទេឃោសនិកឬក៏សកម្មជនគ្រប់គ្រងរដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចហ្នឹងគឺខំជេរបតិចផ្ដាសាមើលងាយមើលថោកអ្នកណាដែលនាំគ្នារៃស្នាមមេដៃឬក៏ប្រមូលស្នាមមេដៃហត្ថលេខាអីទៅដាក់ប្តឹងអីអញ្ចឹងទៀតទៅថារដ្ឋាភិបាលហ្នឹងគេធ្វើហើយគេចេះហើយគេមានអ្នកច្បាប់ហើយគេដឹងការដែលត្រូវធ្វើហើយយើងនឹងក៏ចេះលើសគេលើសឯងពេកអីអញ្ចឹងទៅហើយដល់ពេលប្រជាពលរដ្ឋតវ៉ាទៅថាក្រមនឹងប្រឆាំងក្រមឧទាមឥឡូវក្រមប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលដឹកនាំឬក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសនេះគឺការពីម្សិលមិញតវ៉ាយ៉ាងសស្រាក់សស្រាំនៅតាមដងផ្លូវមានឃោសនៈស័ព្ទស្រែកជ័យឃោសសំទោសស្រែកដើម្បីឲ្យសម្លេងនឹងគាត់បានឮគឺអត់ចង់បានអីទេគឺចង់ឲ្យតែរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិដើម្បីទាមទារសំណងការខូចខាតពីថៃទាមទារឲ្យតែថៃទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ខ្លួនទាមទារឲ្យថៃប្រគល់ដីដែលរឹបអូសបានទាំងប្រមាណមកឲ្យកម្ពុជាវិញអត់មានឲ្យបាត់1មីលីម៉ែត្រណាទេហើយនិយាយទៅគឺអ្វីដែលការទាមទាររបស់គាត់ហ្នឹងគឺជាការទាមទារដ៏សមស្របដែលមែនតើទៅក៏អត់ចាំបាច់ត្រូវហត់មកឈរស្រែកហាលក្តៅហាលថ្ងៃហាលខ្យល់អញ្ចឹងទេរដ្ឋាភិបាលខ្លួនឯងនឹងគេធ្វើបាត់ទៅហើយគាត់ថាមកដល់ម៉ោងនេះពួកគាត់ថារដ្ឋាភិបាលអត់បានធ្វើរឿងនេះទេគឺកុហកគាត់ពួកគាត់រហូត
លោកអ៊ុំសំអានដែលជាមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសនេះហើយដែលជាមន្ត្រីកាន់កិច្ចការព្រំដែនផងលោកបានអះអាងថាអ្វីដែលរដ្ឋាភិបាលកម្ពុជានៅតែបន្តភូតកុហកប្រជាពលរដ្ឋខ្មែរថាដាក់ពាក្យប្តឹងហ្នឹងសូម្បីតែបណ្ដឹងដែលដាក់ទៅ ICJ ដែលជាគ្រាន់តែជាសេចក្តីជូនដំណឹងតាំងតែពីខែមិថុនាពាក់កណ្ដាលខែមិថុនាមកហ្នឹងរាប់ខែទៅហើយហ្នឹងក៏មិនមែនជាពាក្យបណ្ដឹងអីដែរព្រោះលោកថាមានក្រុមការងារអ្នកច្បាប់ខាងរដ្ឋាភិបាលក្រៅប្រទេសហ្នឹងបានស្រាវជ្រាវស៊ើបអង្កេតរកមើលថាតើមានបណ្ដឹងហ្នឹងនៅតុលាការយុត្តិធម៌អន្តរជាតិដែរឬទេដែលដាក់ឲ្យភាគីកម្ពុជានៅក្នុងការដែលកំពុងតវ៉ានឹងលោកក៏បានលើកឡើងថាអត់មានរកឃើញឯកសារនេះទេដែលមែនតែនទៅគឺជាការកុហករបស់រដ្ឋាភិបាលដែលថាដាក់ប្តឹងអីចឹងទៅហើយនៅក្នុងពេលជាមួយគ្នានេះក៏លោកបានបញ្ជាក់ថារដ្ឋាភិបាលក្រៅប្រទេសនេះគឺត្រឹមចុងខែនេះគឺនឹងបញ្ចប់ការចងក្រងឯកសារភស្តុតាងសំណុំរឿងហើយបានពិគ្រោះជាមួយនឹងមេធាវីអន្តរជាតិដែលពួកគាត់បានបង្ហើបមកថាគឺលោក Richard Rogers ដែលជាមេធាវីអន្តរជាតិជនជាតិអង់គ្លេសដែលធ្លាប់ចូលរួមនៅក្នុងការដាក់ពាក្យប្តឹងជាច្រើនលើកច្រើនគ្រាដែរការពារបងប្អូនប្រជាពលរដ្ឋក្រមប្រឆាំងនឹងការប្តឹងរដ្ឋាភិបាលកម្ពុជាទៅក្របខ័ណ្ឌតុលាការព្រំប្រទានអន្តរជាតិករណីរឿងឃាតកម្មលោកបណ្ឌិតកែមលីរឿងកាប់បំផ្លាញរឹបអូសដីធ្លីរបស់ប្រជាពលរដ្ឋស្អីលាក់នោះគឺឃាតកម្មនយោបាយអីហ្នឹងក៏គាត់ធ្លាប់ជួយសស័កសសាមនៅក្នុងរឿងហ្នឹងដែរប៉ុន្តែលោកអ៊ុំសំអានក៏បានបញ្ជាក់ថាមេធាវីរូបនេះក៏បានជួយជាកិច្ចការប្រឹក្សាយោបល់ជាមួយនឹងក្រុមការងារនេះហើយលោកថាត្រឹមចុងខែនេះអាចនឹងមានលទ្ធផលនៅក្នុងការកសាងសំណុំរឿងដើម្បីដាក់ទៅតុលាការអន្តរជាតិហើយបន្តបន្ទាប់ទៀតគឺតុលាការអន្តរជាតិ ICC នេះព្រហ្មទណ្ឌគឺទាមទារឲ្យមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរឿងទម្លាក់គ្រាប់សម្លាប់ប្រជាពលរដ្ឋខូចខាតផ្ទះសម្បែងបង្កវិនាសកម្មផ្សេងហ្នឹងដើម្បីឲ្យថៃសងការខូចខាតនិងទទួលខុសត្រូវចំពោះបទអក្រិតហ្នឹងហើយមួយទៀតលោកថារដ្ឋាភិបាលក្រៅប្រទេសហ្នឹងនឹងបន្តទៅដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីឲ្យគេបកគលដីកម្ពុជាមកឲ្យកម្ពុជាវិញរួមទាំងប្រាសាទខ្មែរទាំងអស់ដែលថៃដណ្ដើមយកបាននោះផងហើយបន្ទាប់ទៀតនោះគឺលោកបង្ហើបអំពីតកតងនឹងការដែលយក PPA គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីធ្វើជាលិខិតតុបករច្បាប់សំខាន់នៅក្នុងការដាក់បន្ទុកឲ្យថៃទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ថៃនិងប្រទេសទាំង18ដែលជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឆ្នាំ1991ឲ្យចូលមកដោះស្រាយបញ្ហាតាមកាតព្វកិច្ចដែលខ្លួនបានសន្យាហើយមានចុះហត្ថលេខាដោយទាំងប្រទេសថៃដែរព្រោះប្រទេសថៃក៏បានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីកាលពីឆ្នាំ1991ហ្នឹងដើម្បីសន្យាជាអលរឹកនៅចំពោះមុខឆាកអន្តរជាតិថាខ្លួនមានភារកិច្ចការពារអធិបតេយ្យកម្ពុជាមិនឲ្យរងការរំលោភបំពានពីអ្នកណាឡើយប៉ុន្តែជាការគួរឲ្យអកុសលប្រទេសថៃខ្លួនឯងនឹងជាអ្នកសច្ចាស្បត់ស្បាយចុះហត្ថលេខាថាជួយការពារដែនអធិបតេយ្យកម្ពុជាមិនឲ្យមានការរំលោភបំពានពីរដ្ឋបរទេសឯខ្លួនដែលជាអ្នកជួយជាសាក្សីនឹងជាអ្នករំលោភបំពានទៅវិញអានេះវាដូចថាយើងចុះកិច្ចសន្យាជាមួយគ្នាហើយយើងហៅសាក្សី 4-5 នាក់មកផ្ដិតមេដៃមកពីការដែលឧទាហរណ៍ថាខ្ចីលុយអីអញ្ចឹងទៅដើម្បីកុំឲ្យមានការសងកុំឲ្យមានការប្រឡំបន្លំលុយអីហ្នឹងដល់ពេលចុងក្រោយសាក្សីនេះខ្លាយទៅជាអ្នកលួចលុយនឹងទៅវិញដែលយើងជាសាក្សីជួយការពារកុំឲ្យរឿងនឹងកើតឡើងវាខ្លាយទៅជាជនល្មើសនៅក្នុងកិច្ចសន្យារឿងនេះគឺជារឿងដែលទី1គឺយើងបំពានសេចក្តីទុកចិត្តភាសាអង់គ្លេសហៅថា breach of trust breach of trust ហ្នឹងការបំពានរំលោភសេចក្តីទុកចិត្តហ្នឹងក៏ជាបទល្មើសដែរបងប្អូនព្រោះអីយើងកុហកដែលយើងសច្ចាថានឹងធ្វើអីមួយក្នុងនាមជាសាក្សីហើយយើងកុហកប៉ុន្តែកាតព្វកិច្ចរបស់ប្រទេសហត្ថលេខីដោយទាំងសហរដ្ឋអាមេរិកទៀតព្រោះប្រទេសទាំង18មានសហរដ្ឋអាមេរិកមានចិនមានកាណាដាមានបារាំងអីហ្នឹងសុទ្ធតែប្រទេសដែលជាមុខជាមាត់ប៉ុន្តែគួរឲ្យសោកស្ដាយបងប្អូនប្រទេសទាំង18នេះណាអត់មានប្រទេសណាមួយខ្ញុំមិនខ្វល់ទេប្រទេសដទៃទៀតនៅលើពិភពលោកដែលមិនខ្វល់នឹងស្រុកខ្មែរព្រោះគេអត់ខ្វល់យូរហើយអាហ្នឹងរឿងគេចោះប៉ុន្តែរឿងប្រទេសទាំង18ដោយទាំងសហរដ្ឋអាមេរិកមានថៃមានវៀតណាមមានចិនឥណ្ឌូនេស៊ីម៉ាឡេស៊ីអីនេះកាណាដាអីនេះគឺប្រទេសទាំងអស់ដោយទាំងអូស្ត្រាលីផងណាសុទ្ធតែប្រទេសចូលរួមជាសាក្សីរស់
ក្នុងឆ្នាំ1991បញ្ចប់ចំនួនរវាងកម្ពុជានិងក្រុមផ្សេងទៀតនៅក្នុងផ្ទៃក្នុងកម្ពុជាគេជួយយើងបង្រួបបង្រួមឲ្យខ្មែរយើងឈប់ឆ្លោះគ្នាដើម្បីរៀបចំឲ្យមានសុខសន្តិភាពប្រព័ន្ធយុត្តិធម៌ប្រជាធិបតេយ្យហើយនឹងដើម្បីឲ្យរួចផុតពីការឈ្លានពានរបស់ទាហានបរទេសដែលក្នុងនោះគេសម្ដៅខ្លាំងមែនទែនគឺទាហានវៀតណាមដែលចូលមកលុកលុយកម្ពុជា10ឆ្នាំបាទជាង100,000នាក់រហូតដល់ឆ្នាំ1989បានដកចេញទៅវិញហើយបងប្អូននៅតែសម័យថាដកហ្នឹងដកទៅតែរូបភាពទេជំនាញការឬក៏អ្នកដែលធ្លាប់មក10ឆ្នាំកាន់ការងារនៅក្នុងជួររដ្ឋាភិបាលឬក៏ហេដ្ឋារចនាសម្ព័ន្ធកើតកូនពូនជាចៅយ៉ាងម៉េចហ្នឹងគឺនៅបន្សល់ច្រើនតែយ៉ាងណាបងប្អូនអាហ្នឹងគឺជារឿងមួយឡែកទេប៉ុន្តែរឿងដែលសំខាន់គឺប្រទេសទាំងអស់នេះគឺនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ្នឹងចែងអំពីការជួយមើលប្រទេសកម្ពុជាផងចំណុចទី1គឺបញ្ចប់ចំនួនរ៉ាំរ៉ៃនៅកម្ពុជាហើយរកដំណោះស្រាយស៊ីជម្រៅដើម្បីឲ្យកម្ពុជាវិលទៅរកឋានសុខសន្តិភាពមួយលែងមានចម្បាំងរាំងជលជាពិសេសចម្បាំងរាំងជលជាមួយប្រជាពលរដ្ឋឯងខ្មែរគ្នាឯងឈប់ឆ្លោះគ្នាដើម្បីបង្កើតឲ្យមានប្រព័ន្ធសេរីពហុបករៀបចំប្រព័ន្ធការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មានការស្ដារសិទ្ធិមនុស្សគោរពប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចជោគវាសនារបស់ប្រទេសយើងជាជាងក្រុមមួយក្រុមណានោះដែលបង្កើតអំពើអបគមឆ្លោះគ្នាទៀតគោលបំណងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺដូចនេះរឿងទី1គឺបញ្ចប់ចំនួនរ៉ាំរ៉ៃនៃប្រទេសកម្ពុជាដែលមានច្រើនឆ្នាំមកហើយឲ្យវាមានភាពស៊ីជម្រៅដោយផ្ដោតខ្លាំងទៅលើការបញ្ចប់ចំនួនទៅរកសុខសន្តិភាពរៀបចំស្រុកទេសនេះឲ្យមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយការបោះឆ្នោតនោះត្រូវមានការចូលរួមពីគ្រប់និន្នាការនយោបាយមិនមានការគំរាមកំហែងសម្លុតបំភ័យរំលោភបំពានរំលាយគណៈបកណាអីលក្ខណៈនៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះមានភាពស៊ីជម្រៅណាស់តែរឿងមួយដែលសំខាន់បំផុតគឺការបញ្ចប់ចំនួនចម្បាំងរាំងជលខ្មែរគ្នាឯងដើម្បីឲ្យបកពួកធំនៃដែលឆ្លោះគ្នាមានទាំងក្រុមលោកតាសឿនសានក្រុមលោកខៀវសំផនរបស់ខ្មែរក្រហមក្រុមហ៊ុនស៊ីនពេជ្ររបស់ព្រះអង្គចាស់រណរិទ្ធនិងក្រុមផ្សេងទៀតរបស់គណៈបកប្រជាជនកម្ពុជា 3-4 ក្រុមហ្នឹងគឺបញ្ចូលគ្នាជាធ្លុងមួយដើម្បីឲ្យកម្ពុជាលែងមានបញ្ហាហ្នឹងហើយជាលទ្ធផលនៅឆ្នាំ1993ក៏យើងឃើញមានការបោះឆ្នោតមួយដែលរៀបចំដោយអ៊ុនតាក់នេះគឺជាអាជ្ញាធរអង្គការសហប្រជាជាតិបណ្ដោះអាសន្នប្រចាំនៅកម្ពុជាគឺជាអាជ្ញាធរដែលគេបង្កើតជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដើម្បីសម្រួលឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ជាលើកដំបូងដែលមានទេហើយខ្ញុំគឺជាសាក្សីរស់នៅក្នុងប្រវត្តិសាស្ត្រព្រោះនៅពេលដែលឆ្នាំ1993នេះគឺខ្ញុំគ្រប់អាយុបោះឆ្នោតតែម្ដងហើយខ្ញុំក៏បានទៅចូលរួមបោះឆ្នោតយ៉ាងសប្បាយរីករាយក្នុងជីវិតរបស់ខ្ញុំលើកទី1ដែលមានសិទ្ធិបោះឆ្នោតហើយលើកទី1ជាប្រវត្តិសាស្ត្រដែលបានទៅចូលរួមបោះឆ្នោតដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយយើងឃើញថាការបោះឆ្នោតដែលមានអ៊ុនតាក់យើងហៅអ៊ុនតាក់ទាហានភ្នែកប្រាក់ទាហានស្បែកសស្បែកខ្មៅស្បែកក្រហមអីនឹងចូលមកជួយយើងហ្នឹងធ្វើឲ្យការបោះឆ្នោតនោះបានប្រព្រឹត្តទៅឲ្យមានគណៈបកនយោបាយចូលរួមយ៉ាងច្រើនសន្ធឹកនេះគឺជាលើកទី1ហើយដែលប្រជាពលរដ្ឋកម្ពុជាបានដកដង្ហើមប្រជាធិបតេយ្យស្គាល់ក្លិនប្រជាធិបតេយ្យជាលើកដំបូងក្រោយសង្គ្រាមរ៉ាំរ៉ៃដ៏យូរណាស់ហើយដោយសារតែស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅក្នុងកថាខណ្ឌមួយចំនួនទៀតហ្នឹងគឺចែងអំពីកាតព្វកិច្ចមិនមែនតែបញ្ចប់ចំនួនឲ្យមានដែលថាការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេគឺមានជាខលក្ខខណ្ឌបន្តទៀតអំពីប្រទេសម្ចាស់ជំនួយនិងប្រទេសហត្ថលេខីជួយមើលការខុសត្រូវផងព្រោះដូចខ្ញុំជម្រាបអញ្ចឹងថាមកដល់ឆ្នាំ1989បានទ័ពវៀតណាមដោយរងសម្ពាធសពបែបយ៉ាងពីខ្មែរគ្រប់ទិសទីផងពីសហគមន៍អន្តរជាតិផងបានដកទ័ពចេញពីកម្ពុជាក្រោយលុកលុយទន្ទ្រាននិងដូចថាកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេល10ឆ្នាំនៅពេលដែលចេញទៅនឹងហើយពេលដែលមានកិច្ចព្រមព្រៀងនឹងហើយមានបទឈប់បាញ់ឬអសំទោសការបោះឆ្នោតដោយមានការចូលរួមច្រើនហ្នឹងក្នុងកិច្ចព្រមព្រៀងហ្នឹងបាននិយាយបង្ការកុំឲ្យទ័ពបរទេសឈ្លានពានដោយវៀតណាមអញ្ចឹងមករំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជាម្ដងទៀតនៅក្នុងកិច្ចព្រមព្រៀងនឹងនិយាយអញ្ចឹងតែមិនមែនការពារតែវៀតណាមទេការពារទាំងថៃទាំងឡាវទាំងអីក៏ដោយដែលនៅជាប់ព្រំដែនកម្ពុជាជារួមគឺរដ្ឋបរទេស
អត់ឲ្យចូលមកលុកលុយកម្ពុជាទេនៅក្នុងខហ្នឹងគឺចែងអញ្ចឹងហើយឲ្យប្រទេសទាំងអស់នេះជាហត្ថលេខីនេះបារាំងអង់គ្លេសអូស្ត្រាលីមានទាំងថៃមានទាំងវៀតណាមមានទាំងអីនេះមានទាំងចិនផងហ្នឹងគឺជាសាក្សីរស់ដើម្បីអីទី1កាតព្វកិច្ចរបស់ប្រទេសទាំង18នេះគឺមើលការខុសត្រូវកុំឲ្យរដ្ឋបរទេសឈ្លានពានកម្ពុជាទៀតអាភ័ព្វហើយអញ្ចឹងជាផ្នែកជាចំោះជាសាក្សីរស់មិនមែនកាតព្វកិច្ចតែប៉ុណ្្នឹងទេជាសាក្សីរស់ហ្នឹងគឺជាសាក្សីជួយអភិវឌ្ឍប្រទេសកម្ពុជាទៀតមានកាតព្វកិច្ចមួយគឺប្រទេសកម្ពុជាក្រីក្រណាស់លំបាកណាស់ឆ្លងកាត់សង្គ្រាមនឹងវេទនាណាស់ដូច្នេះប្រទេសដែលធូហើយជាហត្ថលេខីមិនមែនត្រឹមតែជាអ្នកដែលមានភ្នែកមានច្រមុះមើលនឹងទេគឺជាសាក្សីរស់នៅក្នុងការជួយឧបត្ថម្ភគាំទ្រជួយលើកស្ទួយសពបែបយ៉ាងដើម្បីឲ្យប្រទេសកម្ពុជានេះគឺអាចនឹងរីកចម្រើនដើម្បីឈានទៅរកការអនុវត្តសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានត្រឹមត្រូវព្រោះបើសិនប្រទេសប្រជាពលរដ្ឋនៅក្រីក្រសេដ្ឋកិច្ចនៅពិបាកបញ្ហាអំពើពុករលួយនៅរឹតរួតប្រជាធិបតេយ្យសិទ្ធិមនុស្សហ្នឹងក៏វាអត់អាចទៅមុខរួចដែរអញ្ចឹងហើយប្រទេសទាំង18មានកាតព្វកិច្ចមួយគឺជួយបតក់ជួយលុយជំនួយឥតសំណងច្រើនពាន់លានដុល្លារណាស់បងប្អូនច្រើនមែនតើដោយសារអីជាកាតព្វកិច្ចរបស់គេប្រទេសស៊ុយអែតប្រទេសអាល្លឺម៉ង់អង់គ្លេសបារាំងអូស្ត្រាលីឬក៏អាមេរិកនេះគឺជួយច្រើនណាស់ជួយជំនួយនេះដើម្បីជួយឲ្យហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងហើយបានយើងឃើញមានអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលជំនួយអូស្ត្រាលី OSAID ជំនួយអាមេរិក USAID ជំនួយស៊ុយអែតតាមរយៈអង្គការផ្សេងដែលគេជួយទៅនឹងគឺច្រើនអង្គការ UNDP អង្គការសង្គមស៊ីវិលសិទ្ធិមនុស្សប្រជាធិបតេយ្យហ្នឹងគឺរីកដូចផ្សិតជួយទាំងផ្សារព័ត៌មានជួយទាំងអីគឺដើម្បីអីជាសសរស្តម្ភនៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជោគវាសនារបស់កម្ពុជាដោយខ្លួនឯងព្រោះការដែលប្រជាពលរដ្ឋអត់មានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងនឹងហើយដែលធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមម្ដងហើយម្ដងទៀតតាំងពីជំនាន់រដ្ឋបហាលន់នល់ឆ្នាំ1970រហូតដល់ខ្មែរក្រហមឆ្នាំ1975ដល់79រហូតមកដល់សម័យរដ្ឋកម្ពុជាដែលមានបកពួកខ្មែរក្រហមនៅពេញទឹកពេញដីចឹងហើយបានថាយើងទៅអស់អង្គការចាត់តាំងសមាហរណកម្មខ្មែរក្រហមចូលមកប្រទេសកម្ពុជាទើបតែឆ្នាំ1997ទៅហើយទេបានន័យថាក្រោយការមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌ត្រូវការពេល 4-5 ឆ្នាំទៀតទម្រាំតែហេដ្ឋារចនាសម្ព័ន្ធចាត់តាំងរបស់អង្គការខ្មែរក្រហមហ្នឹងគឺចាប់ផ្ដើមរលាយរលំអស់ហើយអានេះក៏ដោយសារតែខ្មែរក្រហមក៏អស់ខ្យល់ទី1ទី2គឺរដ្ឋាភិបាលកម្ពុជាប្រើយន្តការមួយគឺអនុញ្ញាតឲ្យក្រមអតីតកម្មាភិបាលខ្មែរក្រហមនឹងចូលបានទទួលក្របខ័ណ្ឌធ្វើការនៅក្នុងក្រសួងមន្ទីររដ្ឋវាមិនមានអីខុសឆ្គងទេបងប្អូនព្រោះអីនយោបាយសណ្ដោះប្រោះប្រណីនេះគឺជានយោបាយដើម្បីផ្ដាច់ហេដ្ឋារចនាសម្ព័ន្ធខ្មែរក្រហមព្រោះតស៊ូក្នុងព្រៃអីទៀតវាយូរពេកហើយតែបើទោះជាមិនឲ្យចូលមកហ្នឹងក៏ខ្មែរក្រហមចាប់ផ្ដើមកាន់តែឆ្ងាយទៅលែងលឺហើយព្រោះអីប្រជាប្រិយរបស់ខ្មែរក្រហមហ្នឹងយើងដឹងហើយនៅក្នុងការបោះឆ្នោតប្រមាណលើកដំបូងរបស់អ៊ុនតាក់ដែលរៀបចំឡើងហ្នឹងខ្មែរក្រហមអត់បានសម្លេងទេបានទៅលើគណៈបកលោកតាស៊ុនសានបានទៅលើគណៈបកហ៊ុនស៊ិនប៉ិចបានទៅលើគណៈបកផ្សេងទៀតដែលចូលរួមនិយាយទៅគណៈបករបស់ខាងក្រមខ្មែរក្រហមអ្នកណាទៅបោះឲ្យខៀវសំផនកាន់អំណាចអីទៀតនោះបើមានបញ្ហាណាបោះឆ្នោតឲ្យក្រមលោកតាលន់នល់ដែលធ្លាប់មានបញ្ហាពីមុនដូច្នេះរឿងនេះគឺគេបោះដែលជឿទុកចិត្តទៅលើព្រះរាជវង្សរបស់ព្រះមហាក្សត្រខ្មែរគឺមានព្រះអង្គម្ចាស់រណរិទ្ធនៅពេលនោះដែលដឹកនាំហ៊ុនស៊ិនប៉ិចហើយជាលទ្ធផលគឺប្រជាពលរដ្ឋមានសង្ឃឹមទៅលើព្រះមហាក្សត្រកម្ពុជាដដែលកាលពីសម័យនោះបើទោះបីលោកហ៊ុនសែនកាន់ប្រទេសនេះរាប់ឆ្នាំទៅហើយតាំងពី79មកតាំងពីកវែកកឆ្នាំងកសាងប្រទេសរដ្ឋកម្ពុជាក្រោមការលើកបន្ទប់របស់វៀតណាមអញ្ចឹងមែនហើយក៏ប៉ុន្តែចិត្តតែមកកវែកកឆ្នាំងអញ្ចឹងមកបានរហូតដល់ឆ្នាំ1993មានការបោះឆ្នោតវាគួរឲ្យភ្ញាក់ផ្អើលវាទៅជាគណៈបកហ៊ុនស៊ិនប៉ិចឈ្នះឆ្នោតទៅវិញនេះដោយសារតែការបោះឆ្នោតនេះប្រព្រឹត្តទៅដោយមានអង្គការ UN
គេជួយមើលខាខុសត្រូវប្រជាពលរដ្ឋមានភាពដូចថាឯករាជ្យផ្លូវចិត្តមួយថាអាចទៅបោះឆ្នោតបានដោយមិនចាំបាច់មានការគម្រាមកំហែងអីច្រើននេះគឺជាលើកដំបូងលទ្ធផលបង្ហាញច្បាស់ថាគណៈបកប្រជាជនកម្ពុជាដែលកាន់អំណាចខំជួយបង្កើតរណសេរី2ធ្នូផងយកទាហានវៀតណាមមកជួយវាយថារំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមដើម្បីរំដោះឲ្យមានជីវិតលើកទី2យ៉ាងម៉េចនោះតែជាលទ្ធផលប្រជាពលរដ្ឋអរគុណរដ្ឋាភិបាលឬក៏គណៈបកប្រជាជនកម្ពុជាដែលបានរំដោះឲ្យខ្លួនមានរស់រានមានជីវិតប៉ុន្តែមិនទុកចិត្តថាជាអាចគ្រប់គ្រងប្រទេសបានអត់ជឿចឹងហើយបានជាបោះឆ្នោតឲ្យគណៈបកហ៊ុនស៊ិនប៉ិចបានឡើងកាន់អំណាចតែជាលទ្ធផលនឹងគឺថាឆ្លោះគ្នាបែកខ្ទិះដោយសារតែរឿងអ្នកណាឈ្នះកាន់ជានាយករដ្ឋមន្ត្រីគណៈបកកាន់អំណាចពេលនោះអត់ព្រមដោយសារអីដោយសារតែមិនចង់ឲ្យរឿងហ្នឹងវាថាខ្លួនខំប្រឹងតស៊ូមកយូរហើយស្រាប់តែអ្នកទឹមឡើងមកថ្មីអត់ទាន់បានធ្វើអីសោះស្រាប់តែមកគេសើបូជាជីវិតពលីអីមកកណោហើយស្រាប់ដល់ពេលអ្នកមកក្រោយប្រមូលជ័យភ័ណ្ឌប្រជាពលរដ្ឋបោះឆ្នោតឲ្យចឹងអត់ព្រមគម្រាមកំហែងតំបន់អបគមអីទៅបានបកូណាប្របាទសម្ដេចនរោត្តមសីហនុកាលពីពេលនោះក៏ព្រមព្រៀងឲ្យកុំឆ្លោះគ្នាផ្សះផ្សាគ្នាទៅអញ្ចឹងឲ្យបង្កើតជាទួនាទីនាយករដ្ឋមន្ត្រីទី1នាយករដ្ឋមន្ត្រីទី2វាអត់ដែលមានទួនាទីនៅសហនាយករដ្ឋមន្ត្រីវាដាល់មានរដ្ឋាភិបាលក្បាល2គេចង់និយាយកាលពីពេលហ្នឹងណាប៉ុន្តែទៅហើយវាមិនអីទេវាធម្មតាបរិបត្តិនៅកម្ពុជាយើងវារញ៉េរញ៉ៃចឹងមកយោហើយអញ្ចឹងដើម្បីផ្សះផ្សាស្អំអីអញ្ចឹងទៅប៉ុន្តែនៅពេលដែលមានរដ្ឋាភិបាលក្បាល2ហ្នឹងគឺប្រជាពលរដ្ឋចាប់ផ្ដើមមានបញ្ហាមួយគឺហៅថាអញមិនចឹងអ្នកចាញ់ឆ្នោតអត់អាចនឹងចាញ់ឆ្នោតបានហើយស្រាប់ឡំប៉ាអីអញ្ចឹងទៅហើយទៅឲ្យអ្នកឈ្នះឆ្នោតបែរទៅជាចែកកៅអីចែកអីចឹងឲ្យធ្វើជានាយករដ្ឋមន្ត្រីសហនាយករដ្ឋមន្ត្រីអីចឹងទៅប៉ុន្តែរឿងនេះក៏កាន់តែវិវត្តទៅមានការបោះឆ្នោតបន្តទៀតមកមានគណៈបកភ្លើងទៀនគណៈបកជាតិខ្មែរគណៈបកស្អីហ្នឹងគឺបំបែកគ្នាចូលរួមគ្នាក្នុងការបោះឆ្នោតទៅវារៀងរដាក់រដូវទៅថារដាក់រដប់រដិបរដប់អីមែនក៏ប៉ុន្តែវាចេះតែទៅរលូនទៅហើយអង្គការប្រទេសទាំង18ហ្នឹងចេះតែជួយលុយទៀតដោយសារអីឃើញយើងចេះតែសម្របសម្រួលគ្នាយ៉ាងហោចណាស់ឆ្លោះគ្នាយ៉ាងម៉េចក៏នៅតែរៀបចំឲ្យមានការបោះឆ្នោតមួយជាទៀងទាត់រៀងរាល់5ឆ្នាំម្ដងដែរអានេះគឺជារឿងសំខាន់ដែរអញ្ចឹងសហគមន៍អន្តរជាតិនៅខ្ជាក់លុយឲ្យរហូតជួយនេះជួយនោះជួយនេះជួយនោះមិនត្រឹមតែជួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទេគឺជួយដល់ធនធានមនុស្សជួយដល់វិស័យអប់រំវិស័យកសិកម្មដោះមីនហេដ្ឋារចនាសម្ព័ន្ធលក្ខណៈហើយគេអនុគ្រោះពន្ធឲ្យយើងទៀតរឿងដែលសំខាន់ដែលកម្ពុជារីកចម្រើនមកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារការអនុគ្រោះពន្ធសំខាន់ជាងគេហេតុអីបានជាខ្ញុំថាសំខាន់ជាងគេដោយសារតែការអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុបហើយនឹងការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកទើបយើងអាចនឹងបើករោងចក្រច្រើនណាស់ដែលធ្វើឲ្យកម្មការងារយើងរាប់សែនអ្នករហូតដល់លានអ្នកហើយដែលមានការងារហើយវិស័យកាត់ដេរនេះជួយផ្គត់ផ្គង់ប្រជាពលរដ្ឋខ្មែរមិនតិចជាង3លានអ្នកទេព្រោះអីកម្មការនេះចិត្ត1លានអ្នកបានន័យថានៅក្រៅហ្នឹងប្រហែលជាប៉ុណ្ណឹងទៀត3លានទៀតដោយថាជួយលក់បាយលក់ស្អីម៉ូតូស៊ីក្រូឡានឌុបអីហ្នឹងគឺថាវាជាអនុផលដែលបានមកពីវិស័យកាត់ដេរគឺយើងឃើញចិត្តតែឡើងក្រើតមកហើយយើងចេះតែប្រឹងតស៊ូនយោបាយចឹងប្រទេសហត្ថលេខីទាំង18នេះជាសាក្សីគ្រប់រឿងបច្ចុកបាយយើងរឿងមើលការខុសត្រូវម្ហូបអាហាររបស់យើងរឿងសុខុមាលភាពសិទ្ធិសេរីភាពរឿងមីក្រូហិរញ្ញវត្ថុរឿងសហជីពរឿងអីគឺគេមើលរហូតហើយចេះតែជួយរហូតអីអញ្ចឹងទៅក៏ប៉ុន្តែគេឈប់ជួយទៅវិញវាសោកស្ដាយដែរដកអស់អា EBA ក៏គេដក 20% អា GSP មកដល់ម៉ោងហ្នឹងក៏មិនដឹងទៅឯណាដោយសារអីដោយសារតែយើងបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលជាស្មារតីរួមដែលយើងព្រមធ្វើហើយសួរថាប្រទេសហត្ថលេខីនេះគេអត់មើលយើងទេឬគេមើលតាបងប្អូនគេមើលគេប្រាប់យើងរហូតគេប្រាប់ព្រោះគេអត់មានភារកិច្ចអីមួយដែលថាទៅសកត់កយើងអីទៅបជាតបបជាអីអត់ទេព្រោះអានេះជាចំណែកសិលធម៌និងកាតព្វកិច្ចនយោបាយការទូត
ចឹងអាមេរិកក៏ប្រើណែនាំថាកុំធ្វើអញ្ចឹងរំលាយគណៈបកចាប់មេដឹកនាំបកប្រឆាំងអីរំលាយអង្គការចាត់តាំងសម្លេងប្រជាប្រដ្ឋឆន្ទៈគេ3លានណាអីអញ្ចឹងវាមិនសមស្របមិនត្រឹមត្រូវទេយើងធ្វើអញ្ចឹងមិនល្អទេអីចឹងទៅព្រោះអីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីក៏គេមិនអនុញ្ញាតឲ្យធ្វើប្រទេសទាំងអស់នេះនៅតែណែនាំប្រាប់ពីកាតព្វកិច្ចខ្លួនដែរវាអត់ទាន់មានការឈ្លានពានដែនអធិបតេយ្យណាដែលដូចថាស្រួចស្រាលប្រើកម្លាំងទ័ពទេយើងឃើញខាងកើតមានវៀតណាមអីដាក់បកគោលដាក់អីហ្នឹងប្រជាពលរដ្ឋតតាំងគ្នាតែមិនដល់ថ្នាក់ទម្លាក់គ្រាប់ចូលក្នុងដែនអធិបតេយ្យអញ្ចឹងប្រទេសទាំងអស់នេះគឺផ្ដោតខ្លាំងទៅលើគោលនយោបាយផ្ទៃក្នុងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញហើយប្រើសិទ្ធិស្របច្បាប់ក្នុងនាមជាសាក្សីហ្នឹងដាក់សម្ពាធសពបែបយ៉ាងដែលអាចធ្វើបានអាមេរិកដាក់សម្ពាធតាមអាមេរិកទៅកាត់បន្ថយជំនួយយោធាទាំងអស់ពីកម្ពុជាទុកតែជំនួយមនុស្សធម៌អញ្ចឹងទៅដើម្បីកុំឲ្យស្លាប់ប្រជាពលរដ្ឋផ្នែកមនុស្សធម៌តែយោធាជប់ជួយព្រោះអីយោធាខ្មែររំលោភសិទ្ធិមនុស្សគេចោទអញ្ចឹងហើយសហគមន៍អឺរ៉ុបដកអាការអនុគ្រោះពន្ធ EBA 20% ដោយសារតែរឿងយើងរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារគេចាប់ផ្ដើមណាយពីយើងទៅណាយទៅនិយាយអត់ស្ដាប់គ្នាហើយគេក៏ដកថយហើយណាមួយវាសំពេលផយើងនឹងវាយូរដែរហើយដល់ពេលដែលយើងចេះដើរខ្លួនឯងមានស្លាប់ហើភិលទាំងខ្លួននៅអត់ដឹងគិតថាហើអត់តន់រួចនៅឡើយនៅពេលដែលមានឧបសគ្គច្រើនទេព្រោះអត់តន់រឹងមាំគ្រប់គ្រាន់ទេហើស្លាប់មកជាហៀងទៀតហើយស្មានតែខ្លួនឯងហើភិលបានណាខ្ញុំនិយាយហើស្លាប់មកជាហៀងនេះគឺដោយសារអីយើងរំលាយស្លាប់មកជាហៀងទៀតដែលជាប្រព័ន្ធប្រជាធិបតេយ្យរឹងមាំហើយស្មានតែខ្លួនឯងហើរួចណាហើយសហគមន៍អន្តរជាតិគេប្រាប់មិនក៏យើងអត់ដែរព្រោះយើងគិតថាហើស្លាប់មកជាហៀងហ្នឹងក៏បានដែរតែលទ្ធផលយើងហើមានបានទៅមុខណាបងប្អូនវាវល់ធ្លាក់ខ្ពាកនៅក្រោមគល់ឈើហ្នឹងឯងឥឡូវនេះគឺធ្លាក់ខ្ពាកឯងហើយឥឡូវប្រទេសម្ចាស់ជំនួយទាំងអស់នេះជាកាតព្វកិច្ចមួយទៀតអារឿងប្រជាធិបតេយ្យគេនិយាយយើងអត់ស្ដាប់ឯងគេដាក់ទណ្ឌកម្មយើងក៏យើងតែមិនស្ដាប់ព្រោះយើងថាដាក់ទៅងាប់អីអ្នកដឹកនាំងាប់តែប្រជាពលរដ្ឋខ្មែរតាដល់ពេលឥឡូវដល់ពេលគេឈ្លានពានយើងមែនតើប្រទេសថៃហ្នឹងក៏ជួយយើងដែរពីមុនមកតាមរយៈជំនួយអីទៅតំណាក់តំណងអីនិយាយទៅចំណេញគ្នាទៅវិញទៅមកទេនៅក្នុងតំណាក់ចំណងពាណិជ្ជកម្មនិងការបរទេសនិងការទូតអីនោះណាយើងធម្មតាទេអានឹងប្រទេសភូមិផងលបងជាមួយវាយើងរស់នៅល្អលឿនជាមួយគ្នាឆ្លោះគ្នាខ្លះអីខ្លះតែគ្នាខ្លះក៏ប៉ុន្តែឥឡូវនេះប្រទេសថៃដែលជាប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងដែលជួយមើលការខុសត្រូវខ្មែរដោយទាំងប្រទេស17ផ្សេងទៀតថៃឈ្លានពានកម្ពុជាក្នុងនាមជាសាក្សីផងជាអ្នកទទួលការខុសត្រូវអត់មានឈឺក្បាលអីសោះហេតុអីបានប្រទេស17ទៀតជាសមាជិកនេះដែលជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអត់មាត់អីមកអត់កោលទោសថៃអីសោះបងប្អូនសួរទៅហេតុអីខ្ញុំបានជម្រាបពីដើមមិញថាបើប្រទេសដទៃទៀតមិនឈឺក្បាលនៅរឿងនេះខ្ញុំដូចជាហើយដឹងហើយប្រទេសគេមានបញ្ហាគេមកកណក៏ដឹកដែរប៉ុន្តែប្រទេសទាំង18នេះដោយទាំងថៃនេះនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឬក៏ PPA នេះគឺមានករណីយកិច្ចទទួលជួយខ្មែរកុំឲ្យមានការឈ្លានពានពីរដ្ឋបរទេសនៅក្នុងកាតព្វកិច្ចមួយហ្នឹងគឺមានរឿងហ្នឹងឥឡូវថៃខ្លួនឯងជាអ្នកឈ្លានពានថាថៃមិនថ្កោលទោសខ្លួនឯងកើតទេចោលគេមិនដែរឆ្លើយថាចោលទេចោះ7 10ប្រទេសទៀតហ្នឹងធ្វើអីគេតើកាតព្វកិច្ចរបស់ខ្លួននៅណាហេតុអីក៏មិនថ្កោលទោសថៃទៅយើងមិនចាំបាច់យកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ានលាក់នឹងលាក់អូច្បាប់អាស៊ានធម្មនុញ្ញអាស៊ានហ្នឹងតឹងណាគឺយើងមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋផងបរទេសដែលជាភូមិផងលបងជាមួយដែលជាសមាជិកអាស៊ានធម្មនុញ្ញហ្នឹងគឺចែងយ៉ាងច្បាស់គឺគេចង់ថាណែឯងឆេះអីឆេះទៅភ្លើងភ្លឺនៅផ្ទះណែឯងរឿងណែឯងសក់អ្នកណាក្បាលនៅហ្នឹងនិយាយទៅធម្មនុញ្ញអាស៊ានហ្នឹងគឺសក់អ្នកណាក្បាលនៅហ្នឹងអូខេធម្មមនុញ្ញអាស៊ានសក់នរណាក្បាលនៅហ្នឹងក៏ចោះប៉ុន្តែអារឿងសក់នរណាក្បាលនៅហ្នឹងវាកំពុងតែឆេះសក់ក្បាលគេហ្នឹងវាជាប់ក្បាលយើងហើយបើសក់យើងក្បាលយើងសក់គេក្បាលគេបើគេឆេះនៅហ្នឹងឥឡូវសក់យើងវានៅក្បាលជាប់គ្នាហ្នឹងតែយើងរួចខ្លួន